បើសួស្តីនឹងទាំងអស់គ្នាគ្មានអីចម្លែកទេពេលវេលារបស់ខ្ញុំគ្មានពេលវេលាណាអង្គុយតែជជែកវែកញែកដេញដោលពីរឿងអ្នកដទៃនោះទេបាទ Nice ក្នុងគណៈនេះដែរខ្ញុំមានឱកាសបាទជ្រើសរើសយកសាច់រឿងមួយខ្លីដកស្រង់ចេញពីសៀវភៅប្រាជ្ញាជីវិតគឺរឿងមានចំណងជើងថាក្ងោកភ្នំលងសម្រស់ខ្លួនឯងបាទដើម្បីដឹងអត្ថន័យខ្លឹមសារនៃសាច់រឿងនេះបងប្អូនត្រង់ត្រាប់ស្ដាប់ទាំងអស់គ្នាហើយសូមជួយចែករំលែកបន្តទុកជាចំណេះដឹងបាទការឆ្លក់វង្វេងនិងរូបភាពខាងក្រៅជ្រុលហួសពេកมันបានផ្ដល់ផលល្អនោះទេក្នុងសង្គមបច្ចុប្បន្នគេតែងផ្ដល់តម្លៃមួយផ្នែកទៅលើរូបភាពខាងក្រៅរបស់មនុស្សដូចជារូបសម្បត្តិស្រស់ស្អាតសម្លៀកបំពាក់ទាន់សម័យគ្រឿងអលង្ការថ្លៃរថយន្តថ្មីលាក់និងលាក់ដែលជាហេតុនាំឲ្យមនុស្សមួយចំនួនយល់ច្រឡំយកប្រការទាំងនេះថាជារឿងសំខាន់បំផុតទៅវិញការផ្ដល់តម្លៃខុសវានឹងឈានទៅដល់ការវិនិច្ឆ័យខុសឧទាហរណ៍ដូចជានារីល្អគាត់សុខចិត្តចំណាយលុយកាក់និងទ្រាំឈឺចាប់ក្នុងការកែទម្រង់មុខមាត់ឲ្យបានស្អាតជាទីតាក់ភ្នែកតាក់អារម្មណ៍របស់អ្នកផងទាំងពួងដែលការពិតអ្វីដែលគាត់ធ្វើនោះអាចជួយគាត់បានយ៉ាងតិចតួចបំផុតនិងផ្ទុយទៅវិញបើការវះកាត់បែរជាមិនបានសម្រេចគាត់នឹងត្រូវសោកស្ដាយអស់មួយជីវិតហើយម្យ៉ាងទៀតគាត់អាចនឹងភ្លេចគិតទៅដល់តម្លៃដ៏ពិតប្រាកដដែលគាត់ត្រូវបំពេញដោយសារតែការវាយតម្លៃខុសក្ងោកភ្នំជាសត្វដែលមានរូបរាងស្រស់ផូរផង់ខ្លួនប្រាណគ្របដណ្ដប់ទៅដោយរោមនិងស្លាបចម្រុះពណ៌ចាំងភ្លេចពេលណាត្រូវនឹងពន្លឺថ្ងៃម្ដងអ្នកណាដែលឃើញហើយអត់ទ្រាំមិនសរសើរមិនបាន Nice ក្ងោកខ្លួនឯងក៏មានក្តីសោមនស្សមោទនៈចំពោះសម្រស់ដ៏ស្រស់ប្រំប្រៃរបស់ខ្លួនព្រមទាំងថែទាំសម្អិតសម្អាងជាខ្លាំងពេលវាដើរកំសាន្តតាមព្រៃបើមកដល់ទីណាដែលមានទឹកថ្លាឆ្លុះឃើញរូបខ្លួនឯងនៅក្នុងទឹកវាតែងលោតកញ្ជ្រោងទៅទះស្លាបរាំច្រៀងអួតសរសើរពីរូបភាពដ៏ស្រស់បំព្រងគ្មានផ្ទឹមរបស់ខ្លួនយ៉ាងងប់ងល់ភ្លើតភ្លើននាសម័យសាមកុកកាលដែលជោឈូនៅជាស្ដេចគ្រប់គ្រងនគរវើយមានមន្ត្រីពីភាគខាងត្បូងបាននាំយកក្ងោកភ្នំមួយក្បាលមកថ្វាយជាជំនូនជោឈូរីករាយក្នុងចិត្តជាខ្លាំងហៅអ្នកភ្លេងឲ្យមកប្រគំតន្ត្រីដោយរំពឹងថានឹងតាក់ទាញក្ងោកភ្នំឲ្យចាក់ក្បាច់រាំគ្រាន់នឹងបានមើលកែកំសាន្តតែទោះជាអ្នកភ្លេងខំលេងយ៉ាងញាក់ទៅត្រិចទៅត្រេកយ៉ាងណាក៏ក្ងោកនៅតែធ្វើប្រងើយមិនច្រៀងមិនរាំមិនចាក់ក្បាច់អីទាំងអស់អាមាត្យមន្ត្រីទាំងឡាយនាំគ្នាយកចំណីអាហារដ៏ឆ្ងាញ់មកដាក់ឲ្យនឹងមុខវាតែវាក៏មិនអើពើមិនរវីរវល់គិតតែដើរចុះដើរឡើងយ៉ាងសោកសៅស្រងោតស្រងាត់ម្នាក់នាំគ្នាខិតខំរិះរកវិធីផ្សេងគ្រប់បែបយ៉ាងនៅតែមិនអាចធ្វើឲ្យក្ងោកវាច្រៀងរាំបានជោឈោខកចិត្តជាខ្លាំងក្តៅក្រហាយទប់អារម្មណ៍លែងបានក៏ស្រែកបន្ទោសទៅពពួកអាមាត្យមន្ត្រីបរិវារថាពួកអ្នកឯងគ្នាឡើងសន្ធឹកសន្ធាប់ម្នាក់សុទ្ធតែមានងារជាអ្នកប្រាជ្ញបណ្ឌិតជាមេតបខ្លាំងពូកែគ្រាន់តែសត្វក្ងោកមួយក្បាលគ្មានចេះធ្វើអីវាកើតបើតែយ៉ាងនេះតើថ្ងៃក្រោយនឹងអាចទៅធ្វើការងារធំដុំអីកើតទៅពេលនោះជោឆុងជារាជបុត្រពៅដែលជូឈោស្រឡាញ់ជាងគេនិងជារាជបុត្រដែលមានបញ្ញាឆ្លៀសវៃចេះដឹងរាក់ជ្រៅពេលឮព្រះបិតាខ្ញាល់ស្រែកឡូឡាដូច្នេះក៏សាកល្បងគិតពិចារណាមើលបន្ទាប់មកគេក៏ដើរទៅក្បែរហើយទូលទៅកាន់ព្រះបិតាយ៉ាងជឿជាក់ក្នុងចិត្តថាព្រះបិតាទូលព្រះបង្គំធ្លាប់ឮគេនិយាយថាសត្វក្ងោកភ្នំវាមានការពេញចិត្តនឹងពណ៌សម្បុររោមស្លាបរបស់វាជាខ្លាំងពេលណាវាបានឃើញស្រមោលរបស់ខ្លួននៅក្នុងទឹកវាក៏នឹងចាក់ក្បាច់រាំច្រៀងអួតសរសើរពីសម្រស់ខ្លួនឯងដូច្នេះយើងគួរឲ្យនរណាយកកញ្ចក់មួយផ្ទាំងធំ
មកដាក់ពីមុខវាសាក់លោមើលព្រោះតលតែវាបានឃើញស្រមោលរបស់ខ្លួនឯងទៅវាព្រមរំចូលស្ដាប់ចប់ក៏ទះដៃភងស្រែកថាល្អណាស់ Nice. ហើយក៏ប្រញាប់ឲ្យគេយកកញ្ចក់មួយផ្ទាំងធំមកដាក់ចំពីមុខកងោកភ្នំ Nice one. កងោកភ្នំដើរលោបមកក្បែរកញ្ចក់ឃើញរូបដ៏ស្រស់គ្មានផ្ទឹមរបស់ខ្លួនច្បាស់ជាងមើលក្នុងទឹកទៅទៀត Nice one. វាក៏ចាប់ផ្ដើមទៅទះស្លាបបញ្ចេញសម្លេងបោះជំហានចុះឡើងចាក់ក្បាច់រាំពុតពេនគួរឲ្យចង់គយគុណចូលអង្គុយមើលមិនដាក់ភ្នែកទះដៃមិនព្រមឈប់សរសើរមិនដាច់ពីមាត់តលតែភ្លេចយកកញ្ចក់ចេញ Uh-oh. កងោកដ៏កំសត់រវល់តែរាំច្រៀងកាច់រៀងបង្អួតគេឯងភ្លេចអស់ការនឿយហត់នៅតែនឹងមុខកញ្ចក់មិនឈប់មិនសម្រាកគ្មានគិតអ្វីទាំងអស់រហូតដល់បញ្ចេញកម្លាំងអស់ពីខ្លួនរលីងទីបំផុតក៏ដួលបាត់ដង្ហើមទៅ Oh no. កងោកភ្នំសូម្បីតែជាសត្វដែលមានរូបល្អស្រស់ស្អាតចិត្តដែលឆ្លក់វង្វេងភ្លើតភ្លើនភ្លេចខ្លួនជ្រុលហួសហេតុរវល់តែអួតសរសើរស៊ីចូលខ្លួនឯងមិនត្រឹមតែគ្មានបានផលអ្វីថែមទាំងត្រូវបាត់បង់ជីវិតដ៏ថ្លៃថ្លារបស់ខ្លួនទៅដោយឥតប្រយោជន៍ទៀតផង Oh no. Oh no. Oh no, 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 no. Oh no. Oh no. Oh no, no, no. Uh-oh. បាទរឿងនេះសបញ្ជាក់ឲ្យឃើញពីសង្គមបច្ចុប្បន្នបងប្អូនអញ្ចឹងហើយកុំសូវអួតអាងរូបសម្ផស្សខ្លាំងពេករូបសម្បត្តិរូបសម្ផស្សណាយើងត្រូវគិតពិចារណាឲ្យច្បាស់លាស់មុននឹងកែកុនរូបសម្ផស្សកើតមកធម្មជាតិរូបបែបធម្មជាតិមានសេចក្តីសុខលុះដល់ថ្ងៃអវសានអូខេថ្មីត្បិតតែភាពល្អស្អាតជាតម្លៃមួយផ្នែករបស់មនុស្សឬវត្ថុសូមអ្នកគុំសម្លឹងទៅតែផ្លូវមួយយ៉ាងសម្បត្តិរបស់មនុស្សមានច្រើនយ៉ាងគឺបញ្ញាសម្បត្តិភាពប៉ិនប្រសប់ក្នុងការងាររូបសម្បត្តិសុខភាពទ្រព្យសម្បត្តិតើអ្នកផ្ដល់ភាពសំខាន់ទៅលើសម្បត្តិណាមួយជាងគេនិងជាបន្តបន្ទាប់មកបាទគឺទី1គឺសុខភាពទី2គឺទ្រព្យសម្បត្តិទី3គឺការប៉ិនប្រសប់ក្នុងការងារទី4គឺបញ្ញាសម្បត្តិទី5គឺរូបសម្បត្តិបាទនេះសាច់រឿងក្នុងកងោកភ្នំលុងសម្រស់ខ្លួនឯងបាទសូមបងប្អូនស្ដាប់ហើយយកទៅពិចារណាតាមការគួរសូមអរគុណជួបគ្នានៅវីដេអូឃ្លីបខ្លីៗជាបន្តបន្ទាប់នៅថ្ងៃក្រោយបាទជូនពរសុខភាពល្អទាំងអស់គ្នា